សួស្តីបងប្អូនថ្ងៃនេះមកជួបខ្ញុំមួយមុខម្ហូបត្រីចំហុយសៀងមិនសួរបងប្អូនខ្ញុំមានត្រីក្រហមមាន3ក្បាលហើយខ្ញុំកាត់ហើយដំបូងខ្ញុំត្រាំសួរសិនហើយខ្ញុំកាត់ត្រីជាកង់ៗចេះបងប្អូនមុខម្ហូបនេះគឺរើសត្រីឯងបងប្អូនត្រីដែលអត់សូវឆ្អាបហើយសាច់ផ្អែមតុនចឹងអាចធ្វើបានបើត្រីប្រែត្រីអីហ្នឹងធ្វើកើតទេបងប្អូនដំបូងយើងយកខ្ទឹមសខ្ទឹមក្រហមស៊ុបខ្នុរប្រេងខ្យងហើយនឹងសៀងផ្អែមយើងហ្នឹងបងប្អូនដាក់តាមបរិមាណត្រីទៅហើយយើងលាយជាមួយនឹងគល់ខ្ទឹមហើយច្បល់វាចូលគ្នាហើយបងប្អូនភ្លក់មើលតែល្មមនៅរួចរាល់ហើយបងប្អូនយកម្សៅដែលយើងបានត្រាំហ្នឹងយកមករៀបពីក្រោមមកហើយយើងដាក់ត្រីយើងពីលើហើយបងប្អូនយកសួរមីសួរមួយជាន់ទៀតយកមកដាក់ពីលើមកហើយយើងចាក់គ្រឿងដែលយើងបានលាយមិញជាមួយត្រីជាមួយសៀងមួយអីហ្នឹងហើយយើងដាក់ពីលើមកចុងក្រោយយើងគ្រាន់តែបន្ថែមជាមួយខ្ទឹមក្រហមមកបងប្អូនតែខ្ញុំនៅដាក់ប្រេងល្ងបន្តិចទៀតហើយនឹងប្រេងម្ទេសថែមមួយចាព្រាទៀតដើម្បីឲ្យវាឈ្ងុយហើយវាតុនមីសួរយើងហើយនឹងមានពណ៌ស្អាតសម្រាប់ប្រេងម្ទេសហើយខ្ញុំដាក់ចំហុយវារហូតដល់ឆ្អិនបងប្អូនពេលយើងចំហុយឆ្អិនបែបនេះហើយយើងគ្រាន់តែរោយជីវ៉ាន់ស៊ុយហើយនឹងម្ទេសបន្តិចបន្តួចពីលើបែបនេះបងប្អូនគឺសាច់ត្រីតំណមែនតែនមីសួរយើងក៏តុននិយាយពីរសជាតិវិញគឺឲ្យអូយបងប្អូនញ៉ាំជាមួយបាយគឺឆ្ងាញ់មែនតែនបងប្អូនអរគុណជួប